ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាប្រកាសបដិសេធចំពោះការផ្សព្វផ្សាយដោយបណ្ដាញសង្គមនិងសារព័ត៌មានរបស់ថៃមួយចំនួនដែលបានចុះផ្សាយថាកម្ពុជាបានចល័តទ័ពនិងសពាវុធដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួនលោកជំទាវឧត្តមស្ដេចម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025នេះបានចេញមកប្រកាសជម្រាបជូនដល់សាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិឲ្យបានដឹងថានៅថ្ងៃទី26ខែកញ្ញាឆ្នាំ2025មានបណ្ដាញសង្គមនិងសារព័ត៌មានរបស់ថៃមួយចំនួនបានចុះផ្សាយថាកម្ពុជាបានចល័តទ័ពនិងសពាវុធដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួនក្រសួងការពារជាតិបានប្រកាសបដិសេធនិងបានគូបញ្ជាក់នៅការពិតថាទី1ការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃមួយចំនួនខាងលើមិនមែនជាការពិតទេទី2ចំពោះរូបភាពដែលបណ្ដាញសង្គមនិងសារព័ត៌មានថៃបានយកទៅផ្សព្វផ្សាយនោះគឺជារូបភាពចាស់ៗដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេទី3កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោយការលើកឡើងរបស់បណ្ដាញសង្គមនិងសារព័ត៌មានថៃនោះឡើយកងកម្លាំងរបស់កម្ពុជាសូមបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរពនិងការអនុវត្តនៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃឲ្យបានពេញលេញនិងខ្ជាប់ខ្ជួនបំផុតដោយបន្តសហការគ្នាបានជិតស្និទ្ធនៅគ្រប់កម្រិតនិងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្ដែងសម្ដៅលើកម្ពុជាសន្តិភាពនិងស្ថិរភាពរវាងប្រទេសទាំងពីរក៏ដូចជាការវិលទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស